ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានសេរីក៏ដូចជា learning ML ហើយខ្ញុំធ្វើការបង្ហាញទៅលើវីដេអូរបស់ខ្ញុំដែលយើងបំលែងទៅជារូប 3D ដែលរូបភាពរបស់យើងគឺយើងបំលែងទៅជា 3D អូខេអញ្ចឹងចូលដល់វីដេអូរបស់យើងគឺយើងធ្វើរៀងៗដែរវាហ្នឹងអូខេអញ្ចឹងយើងផាសទៅលើ from របស់យើងដែលយើងកំណត់អញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ពីមុនដាក់ learning ML ហើយខ្ញុំដាក់អីផ្សេងខ្ញុំដាក់ផ្សេងវីដេអូមកខ្ញុំផ្លេចដែរអញ្ចឹងឥឡូវខ្ញុំដូរកន្លែងហ្នឹងខ្ញុំដាក់ឈ្មោះរបស់ខ្ញុំដូរដាក់ឈ្មោះខ្ញុំហើយខ្ញុំដាក់លីចាំណាអូខេអញ្ចឹងយើងដូរអាកន្លែងខាងមុខហ្នឹងទៀតក្នុងវងកញ្ចក់ដូចគេក្រែវងកញ្ចក់ហ្នឹងអ្នកគ្នាដូរមកអ្នកគ្នាចង់ដាក់អីគេក៏បានដែរណាស្រាយអ្នកគ្នាដាក់ទេព្រោះខ្ញុំគឺខ្ញុំដាក់ from ប៉ុណ្ណឹងហើយអ្នកគ្នាអាចកំណត់ទៅក្នុងហ្នឹងបានទៀតអូខេឥឡូវយើងធ្វើការរងចាំវាហើយវានឹងធ្វើការ generate ឲ្យយើងអូខេយើងរងចាំវាបន្ទាប់មកគឺយើងទទួលបានលទ្ធផលគឺវាបែបនេះណាអញ្ចឹងវាអត់មើលមុខទៅគឺវាអត់ស្តៀងមុខឬក៏រូបរបស់យើងទេដើម្បីយើងធ្វើវាស្តៀងបានយើងត្រូវចូលទៅ website មួយទៀតអញ្ចឹងយើងមើលទៅលើកន្លែងក្រោមហ្នឹងគឺលីចាំអូខេអញ្ចឹងតោះមកខ្ញុំភ្លេចលុប C ហ្នឹងដាក់ teacher English អូខេអញ្ចឹងខ្ញុំធ្វើការ download ហើយខ្ញុំចូលទៅwebsite មួយខ្ញុំធ្វើការវាយ website Remaker AI អូខេអ្នកគ្នាវាយតាមហ្នឹងមកវាងាយស្រួលទេអ្នកគ្នាវាយឲ្យ sign in តែម្ដងទៅវីដេអូមុនខ្ញុំអត់បកស្រាយច្រើនឬក៏អត់ទៅសេឲ្យអ្នកគ្នាខ្លាចអ្នកគ្នារំឃើញអូខេអញ្ចឹងយើងធ្វើការចុចចូលមកនៅក្នុង website មួយហ្នឹងពេលយើងចូលមកគឺរូប logo របស់គេបែបហ្នឹងអញ្ចឹងយើងធ្វើការបញ្ចូលរូបរបស់យើងគឺខ្ញុំធ្វើការដាក់រូបរបស់ខ្ញុំចូលទៅរូប scene របស់ខ្ញុំនិងរូបដែលយើងត្រូវធ្វើការឲ្យវាមុខស្តៀងគ្នាអូខេជាយើងចុចអាកន្លែងពណ៌ខៀវហ្នឹងទៅវានឹងធ្វើការ generate ឬក៏ពិសេសឲ្យយើងហើយអូខេអញ្ចឹងយើងធ្វើការរងចាំវាបន្តិចទៀតព្រោះកន្លែងនេះលឿនទេមិនមែនដូចនៅក្នុង ChatGPT ទេអញ្ចឹងបញ្ជាក់គឺយើងធ្វើនៅក្នុង ChatGPT ហើយ website ទី2ហ្នឹងគឺ website Remaker ដើម្បីជួយយើងអូខេយើងមើលទៅលើរូបភាពរបស់យើងតើវាស្តៀងមុខយើងនៅអញ្ចឹងនេះមើលទៅវាស្តៀងហើយនៅក្នុងការញញឹមការអីអញ្ចឹងវាស្តៀងហើយកន្លែងហ្នឹងគឺយើងមើលទៅលើឈ្មោះរបស់យើងមើលទៅលើ teacher English អញ្ចឹងយើងបើយើងពេញចិត្តហើយយើងធ្វើការ download មកអូខេអញ្ចឹងតែធ្វើរូប CD បែបហ្នឹងគឺងាយស្រួលទេអញ្ចឹងវីដេអូខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរសូមអរគុណសូមជម្រាបលាបាយបាយ